Ôi, ôi bà đã sai là hôn. Ôi, tại khai phim bà đã sai là hôn mong thơm mà chứ. 7 យ៉ាងជួយថែទាំសុខភាពក៏ដូចជាជៀសវាងពីជំងឺនៅក្នុងរដូវភ្លៀងធ្លាក់តោះទៅមើលទាំងអស់គ្នាថាតើមានអីខ្លះជាក់ស្ដែងឥឡូវនេះគឺចូលដល់រដូវភ្លៀងធ្លាក់ហើយគឺថាភ្លៀងក្តៅរាល់ថ្ងៃអញ្ចឹងទៅគឺធ្វើឲ្យអាកាសធាតុប្រែប្រួលមិនទៀងទាត់ធ្វើឲ្យរាងកាយរបស់យើងជាពិសេសក្មេងៗហើយនិងមនុស្សស្រីគឺគាត់ងាយប្រឈមមុខនឹងការឆ្លងជំងឺជាពិសេសគឺផ្ដាសាយធំឬក៏ផ្ដាសាយនឹងតែម្ដងឥឡូវខ្ញុំជូនជា tip 7 យ៉ាងនេះជូនអ្នកនរគ្នាដើម្បីជួយឲ្យសុខភាពយើងល្អស្រាប់ក៏ដូចជាការពារខ្លួនពីជំងឺឆ្លងនៅក្នុងរដូវភ្លៀងធ្លាក់នេះតែម្ដងទី1អ្នកគ្នាត្រូវតែដល់ពេលបញ្ឈប់បញ្ហាប្រគុណដែលមានសត្វល្អិតឡើងពីក្រោមដូចជាចលែនមូសកដោកឡាបនិងបង្គន់ដែលមានក្លិនឆ្អេះក្លិនស្អុយខ្លាំងហើយនិងបង្គន់ដែលឧស្សាហ៍ស្ទះលូញឹកញាប់បានហើយបងប្អូនគួរតែជ្រើសរើសឧបករណ៍អនាម័យមួយនេះដែលមានអត្ថប្រយោជន៍ច្រើនមែនទែនគឺជួយការពារការរស់នៅនិងសុខភាពរបស់យើងពីការឆ្លងមេរោគដោយសារសត្វល្អិតទាំងឡាយនឹងដែលឡើងតាមលូជាពិសេសក្នុងបង្គន់នឹងតែម្ដងហើយឧបករណ៍មួយនេះបងប្អូនគឺមានប្រព័ន្ធហូរទឹកអូតូពេលដែលមានទឹកហូរមិនបើកពេលអត់មានទឹកហូរគឺបិទវិញខ្លួនឯងពិសេសមែនទែនដាក់ទៅគឺបាត់ក្លិនការពារសត្វល្អិតឡើងនិងការពារកកស្ទះសរសៃសក់ដូចជាសម្រាមផ្សេងៗដែលហូរតាមទឹកដែលយើងចាក់នឹងដែលបណ្ដាលឲ្យស្ទះលូនឹងឯងអញ្ចឹងបងប្អូនប្រើឧបករណ៍នេះគឺធ្វើឲ្យសុខភាពយើងនិងសមាជិកក្នុងគ្រួសារយើងមានសុខភាពល្អអារម្មណ៍ល្អជានិច្ចរាល់ថ្ងៃដែលសំខាន់ឧបករណ៍នេះធ្វើពីដែកដែលមានគុណភាពល្អរឹងមាំស្វិតការពារច្រេះប្រើបានយូរអង្វែងអញ្ចឹងបងប្អូនគួរតែជ្រើសរើសឧបករណ៍មួយនេះដើម្បីដាក់ការពារខ្លួនក៏ដូចជាសមាជិកក្នុងផ្ទះរបស់យើងទាំងអស់គ្នាចាក់វ៉ាក់សាំងការពារជំងឺផ្ដាសាយធំរៀងរាល់1 ឆ្នាំម្ដងអ្នកគ្នាការចាក់ផ្ដាសាយធំល្អមែនតើទោះបីជារដូវភ្លៀងក៏ដោយមិនភ្លៀងក៏ដោយក៏យើងចាក់ទៅគឺការពារជំងឺផ្ដាសាយធំនេះបានល្អមែនតើជាពិសេសគឺកូនក្មេងអញ្ចឹងអ្នកគ្នាអាចទៅចាក់បាននៅតាមមណ្ឌលសុខភាពក៏ដូចជានៅជាពិសេសគឺមជ្ឈមណ្ឌល Pasteur នឹងតែម្ដងទី2ព្យាយាមហាត់ប្រាណឲ្យបានទៀងទាត់15 នាទីទៅ30 នាទីរាល់ថ្ងៃមិនថាពេលព្រឹកឬក៏ពេលល្ងាចអីក៏ដោយនេះគឺត្រូវឆ្លៀតបើបានទៀងទាត់ទៀតកាន់តែល្អ15 នាទីក៏បាន30 នាទីក៏បានដែរណាមិនថាយើងរត់មិនថាយើងដើរឡើងចុះអីទេអានឹងគឺស្ទើរជាការហាត់ប្រាណទី3ការជ្រើសរើសរបបអាហារការជ្រើសរើសរបបអាហារមិនត្រឹមតែអាចថាជួយសុខភាពយើងប៉ុណ្ណោះទេជាពិសេសគឺថាក្នុងរដូវភ្លៀងអញ្ចឹងទៀតគឺកាន់តែពិសេសទៀតណារបបអាហារយើងព្យាយាមជ្រើសរបបអាហារណាដែលមានវីតាមីន C ច្រើនក្រុមវីតាមីន C មានដូចជានៅក្នុងក្រូចផ្លែទទឹមផ្លែតបែកផ្លែស្ទ្រូប៊េរីនៅក្នុងផ្លែអាឡឹកជាដើមអញ្ចឹងបងប្អូនអាចជ្រើសរើសបានហើយជាពិសេសនោះគឺផ្លែឈើទាំងអស់ហ្នឹងគឺជួយពង្រឹងភាពស៊ាំប្រព័ន្ធការពាររាងកាយយើងឲ្យរឹងមាំណាហើយជាពិសេសគឺបន្លែបៃតងគ្រប់ប្រភេទដូចជាបន្លែដូចស្លឹកបាសស្លឹកផ្ទីប្រូកូលីអីក៏ដោយប្រភេទបន្លែបៃតងប៉េងប៉ោះអីក៏ដោយអ្នកគ្នាអាចជ្រើសរើសញ៉ាំបានអញ្ចឹងយើងកាត់បន្ថយនៅប្រភេទអាហារណាដែលថារឹងប្រភេទអាហារផ្អាប់ប្រភេទអាហារអីហ្នឹងគឺអ្នកគ្នាកាត់បន្ថយទី5អ្នកគ្នាព្យាយាមញ៉ាំទឹកក្តៅអ៊ុនៗឲ្យបានច្រើនអញ្ចឹងនៅក្នុងអាកាសធាតុបែបនេះអ្នកគ្នាគួរតែជៀសវាងទឹកកកឬក៏ទឹកត្រជាក់ណាសូមញ៉ាំទឹកក្តៅឲ្យបានច្រើនទី6ពាក់អាវក្រាស់ៗអញ្ចឹងយើងនឹងស្រាប់ហើយរដូវភ្លៀងត្រូវតែពាក់អាវជិតចាអាវក្រាស់ៗការពារអាកាសធាតុដែលថាយើងប្រែប្រួលមិនទៀងនឹងឯងទី7អ្នកគ្នាត្រូវគេងសម្រាកឲ្យបានទៀងទាត់អញ្ចឹងការគេងគឺជាចំណែកមួយដ៏ធំនៅក្នុងសុខភាពរបស់យើងមិនថារដូវណាទេជាពិសេសរដូវភ្លៀងទៀតគឺកាន់តែទៀងទាត់ត្រូវតែចូលគេងឲ្យបានទៀងទាត់ឲ្យបានគ្រប់គ្រាន់មួយថ្ងៃ6 ម៉ោងទៅ8 ម៉ោងអូខេអញ្ចឹងអត្ថបទមួយនេះវីដេអូនេះគឺថាខ្លីប៉ុន្តែខ្លឹមជូនបងប្អូនទាំងអស់គ្នាពីព្រោះអីរដូវនេះគេហៅរដូវឈឺចារដូវនេះគឺប្រាប់អាកាសធាតុប្រែប្រួលមិនទៀងទេអញ្ចឹងយើងត្រូវការដឹងពីរបៀបថែទាំដែរយើងកុំអាងតែលើថ្នាំមួយមុខណាអូខេអរគុណច្រើនបងប្អូនអរគ្នាសង្ឃឹមថាបងប្អូននេះទទួលបានចំណេះដឹងថ្មីហើយជួយ share ចែករំលែកនៅវីដេអូនេះបន្តទៀតអរគុណជម្រាបលា